ផ្លែសម្រងថ្លៃដល់ជាង 40,000 រៀលក្នុងរដូវដើមដៃឆ្នាំ 2026 ជួយបង្កើនចំណូលដល់ពលរដ្ឋនៅស្រុកកែវសីមា ផ្លែសម្រងនៃរដូវប្រមូលផលដើមដៃឆ្នាំ 2026 នេះទទួលបានថ្លៃជាង 40,000 រៀលខណៈបងប្អូនប្រជាពលរដ្ឋនៅស្រុកកែវសីមាដែលទំនេរពីរដូវធ្វើស្រែចម្ការបាននាំគ្នាចូលទៅព្រៃដើម្បីស្វែងរករើសគ្រាប់សម្រងលក់យ៉ាងសប្បាយរីករាយ លោកស្រីប៉ិនសេរីលីនម្ចាស់ដេប៉ូទិញដំឡូងមីគ្រាប់ស្វាយចន្ទីនិងផ្លែសម្រងដែលមានទីតាំងនៅឃុំស្រែព្រះស្រុកកែវសីមាបានឲ្យដឹងថារដូវដើមដៃនេះគិតត្រឹមថ្ងៃទី 21 មេសាគាត់ទទួលទិញផ្លែសម្រងទុំដើមស្ងួតក្នុងតម្លៃ 45,000 រៀលទៅ 47,000 រៀលក្នុងមួយថ្ងៃគាត់អាចទទួលទិញពីអ្នកភូមិប្រមាណពី200 គីឡូទៅ300 គីឡូក្រាមប៉ុណ្ណោះម្ចាស់ដេប៉ូដដែលបន្តថាផ្លែសម្រងមិនសម្បូរទីផ្សារដូចដំឡូងមីនិងគ្រាប់ស្វាយចន្ទីទេត្បិតវាជាអនុផលព្រៃឈើដែលជួនកាលមានជួនកាលអន់ដូច្នេះតម្លៃលើទីផ្សារមានតែមួយប្រាវប៉ុណ្ណោះហើយចំណែកថៅកែទិញនៅខាងប្រទេសវៀតណាមគឺពឹងផ្អែកលើការបញ្ជាទិញពីថៅកែនៅប្រទេសចិនដែរតែអ្នកស្រីលីនអះអាងថាក្នុងឆ្នាំ 2026 នេះតម្លៃទទួលទិញគ្រាប់សម្រងពីអ្នកភូមិគឺប្រហាក់ប្រហែលតម្លៃកាលពីឆ្នាំ 2025 ដែរមិនលើសខ្វះគ្នានោះទេចំណែកអ្នកភូមិនៅតែអាចរកកម្រៃបានពីរបរតាមរដូវកាលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបន្ថែមលើការងារកសិកម្មដែលមានស្រាំពាក់ព័ន្ធនឹងសកម្មភាពប្រមូលផលអនុផលព្រៃឈើនេះលោកហាស់វិបុលប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមានប្រសាសន៍ថាក្នុងនាមមន្ទីរជំនាញលោកតែងតែផ្ដល់ការគាំទ្រនិងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋក្នុងការទាញយកផលប្រយោជន៍ពីព្រៃឈើតាមបែបធម្មជាតិទោះជាយ៉ាងណាលោកបានសង្កត់ធ្ងន់នឹងអំពាវនាវដល់អ្នករើសគ្រាប់សម្រងទាំងអស់នៅចំណុចសំខាន់ៗដូចខាងក្រោមហាមកាត់រំលំដើមប្រជាពលរដ្ឋត្រូវរងចាំរើសគ្រាប់ដែលជ្រុះមកដីឬបេះតាមបច្ចេកទេសជៀសវាងការកាប់រំលំដើមសម្រងដែលជាការបំផ្លាញធនធានធម្មជាតិនិងធ្វើឲ្យបាត់បង់ផលប្រយោជន៍នៅឆ្នាំក្រោយៗអំឡុងពេលចូលព្រៃត្រូវប្រយ័ត្នប្រយែងចំពោះការប្រើប្រាស់ភ្លើងចម្អិនអាហារឬបោះចោលកន្ទុយបារីដែលអាចបង្កជាភ្លើងឆេះព្រៃបំផ្លាញជម្រកសត្វនិងជីវៈចម្រុងការប្រមូលផលដោយចេះថែរក្សាគឺការចូលរួមចំណែកការពារព្រៃឈើឲ្យនៅគង់វង្សសម្រាប់ជាប្រយោជន៍ដល់សហគមន៍យូរអង្វែងសូមបញ្ជាក់ថាដើមសម្រងគឺជាប្រភេទឈើដែលផ្ដល់ផលមិនទៀងទាត់ឡើយជួនកាល2ទៅ3ឆ្នាំទើបមានផ្លែម្ដងដូច្នេះហើយទើបគ្រាប់សម្រងតែងតែមានតម្លៃថ្លៃនិងមានតម្រូវការខ្ពស់លើទីផ្សារសម្រាប់សុខភាពការរក្សានិរន្តរភាពនៃដើមសម្រងមិនត្រឹមតែជួយដល់បរិស្ថានប៉ុណ្ណោះទេប៉ុន្តែវាក៏ជាឆ្នាំងបាយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ការពារធម្មជាតិផងដែរ